Hormuz ផ្ទុះអាវុធហើយអ៊ីរ៉ង់បាញ់រះនាវាដឹកប្រេងអាមេរិកខ្ទប់ផ្លូវកប៉ាល់23គ្រឿងបកត្រឡប់ក្រោយបាញ់រះទៅលើនាវាពាណិជ្ជកម្មទៀតផងយោងតាម BBC នាវាដឹកប្រេងមួយគ្រឿងនិងនាវាកុងតឺន័រមួយគ្រឿងទៀតបានរងការវាយប្រហារនៅថ្ងៃទី18ខែមេសាឆ្នាំ2021ចំណែក Reuters រាយការណ៍ថាមាននាវាឥណ្ឌាចំនួន2គ្រឿងផ្សេងទៀតត្រូវអ៊ីរ៉ង់បាញ់ដែរដូច្នេះក្នុងថ្ងៃតែមួយអ៊ីរ៉ង់បានបាញ់ប្រហារទៅលើនាវាយ៉ាងហោចណាស់4គ្រឿងក្នុងពេលដំណើរគ្នាអាមេរិកមិនព្រមដកថយបន្តបិទគប់ផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោកដោយបង្ខំកប៉ាល់23គ្រឿងឲ្យបកត្រឡប់ក្រោយតាមការរាយការណ៍ពីប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់អង់គ្លេសការណោតប្រដាប់អាវុធរបស់កងឆ្មងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ចំនួន2គ្រឿងបានបើកការបាញ់ប្រហារលើនាវាដឹកប្រេងមួយគ្រឿងនៅជិតច្រក Hormuz នៅពេលដូចគ្នានោះនាវាកុងតឺន័រមួយទៀតដែលកំពុងធ្វើដំណើរនៅចម្ងាយប្រហែល40គីឡូម៉ែត្រពីភាគឦសានប្រទេសអូម៉ាំងក៏ត្រូវបានវាយប្រហារដោយគ្រាប់មិនស្គាល់ប្រភពបណ្ដាលឲ្យនាវាខូចខាតផងដែររដ្ឋាភិបាលឥណ្ឌាបានកោះហៅមេទូតអ៊ីរ៉ង់នៅទីក្រុង New Delhi ចូលសួរនាំអំពីការបាញ់នាវារបស់ខ្លួនចំនួន2គ្រឿងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថាអ៊ីរ៉ង់កំពុងយកច្រក Hormuz ជាឧបករណ៍ដាក់សម្ពាធតែអាមេរិកនឹងមិនដកថយជាដាច់ខាតមកដល់ពេលនេះអាមេរិកបានបង្ខំឲ្យនាវាដឹកប្រេងចំនួន23គ្រឿងបកក្បាលត្រឡប់ក្រោយចាក់ចេញពីច្រក Hormuz វិញដែលបង្ហាញថាច្រកនេះនៅតែជាចំនួនដ៏ស្រួចស្រាវដែលគូស្ត្រីទាំងពីរសូមបញ្ជាក់ថាការវាយប្រហារនិងការបិទគប់នាវានេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់បានប្រកាសបិទច្រក Hormuz ឡើងវិញក្រោយប្រកាសបើកមិនទាន់បានមួយថ្ងៃផងអ៊ីរ៉ង់ឲ្យដឹងថាច្រកនេះនឹងត្រូវរឹតបន្តឹងរហូតដល់ចប់សង្គ្រាមអាមេរិកមិនព្រមរំសាយការឡោមផាត់ច្រក Hormuz នេះក៏ដោយសារតែមើលឃើញថាអ៊ីរ៉ង់បើកច្រកនេះគ្រាន់តែជាជំហានបណ្ដោះអាសន្នឬដើម្បីស្ទង់ស្ថានភាពតែប៉ុណ្ណោះដោយគ្មានការធានាលើសុវត្ថិភាពនាវាឆ្លងកាត់នោះទេសូមរំលឹកថាអាមេរិកបានឡោមផាត់ច្រក Hormuz មិនឲ្យនាវាចេញឬក៏ចូលកំពង់ផាត់អ៊ីរ៉ង់បានចាប់តាំងពីថ្ងៃទី13ខែមេសាមកម្ល៉េះដោយប្រើយន្តហោះប្រយុទ្ធច្រើនប្រភេទសរុបជាង100គ្រឿង